ថៃប្រញាប់ប្រញាល់ជំលះអ្នកជំងឺខណៈដែលទឹកជំនន់នៅភាគខាងត្បូងសម្រាប់មនុស្ស33នាក់អាជ្ញាធរថៃកំពុងដាក់ពង្រាយឧទ្ធម្ភាគចក្រនៅថ្ងៃពុធទី26ខែវិច្ឆិកានេះដើម្បីជំលះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរចេញពីមន្ទីរពេទ្យដែលលេចនៅក្នុងទីក្រុងហាត់យ៉ៃភាគខាងត្បូងខណៈដែលទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសថៃបានបណ្ដាលឲ្យមនុស្សចង្ហោចណាស់33នាក់ស្លាប់ហើយក៏មានការព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតយោងតាម Reuters មន្ទីរពេទ្យហាត់យ៉ៃដែលព្យាបាលអ្នកជំងឺប្រហែល600នាក់ក្នុងនោះ50នាក់ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានជន់លិចជាន់ផ្ទាល់ដីមន្ត្រីសុខាភិបាលសាធារណៈបានប្រាប់ថាអ្នកជំងឺដែលស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទាំងអស់នឹងត្រូវដឹកចេញនៅថ្ងៃនេះមន្ត្រីថៃបាននិយាយទៀតថាឧទ្ធម្ភាគចក្រប្រហែល20គ្រឿងនិងទូក200គ្រឿងបានជួបការលំបាកនៅក្នុងការទៅដល់កន្លែងដែលប្រជាពលរដ្ឋជាប់គាំងអ្នកជំងឺសាច់ញាតិនិងបុគ្គលិកជិត2000នាក់នៅតែស្ថិតនៅក្នុងមន្ទីរពេទ្យបើទោះបីជាទឹកដែលកំពុងតែស្រកទៅវិញគួរតែអនុញ្ញាតឲ្យទូកអាចដឹកអាហារនិងសម្ភារៈផ្គត់ផ្គង់ចូលទៅបានក៏ដោយទីក្រុងហាត់យ៉ៃបានកត់ត្រាបរិមាណទឹកភ្លៀង335មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែ1ថ្ងៃកាលពីសប្តាហ៍មុនដែលជាបរិមាណធ្ងន់ធ្ងរបំផុតរបស់ខ្លួនក្នុងរយៈពេល3សតវត្សរ៍កន្លងមកនេះនាងខ្ញុំរដ្ឋាពី VOB TV